មុននឹងអ្នកសរសេរអក្សរអង់គ្លេសសំនៀងខ្មែរសូមគិតដល់បុព្វបុរសយើងដែលខំពលីជីវិតដើម្បីការពារអក្សរសាស្ត្រខ្មែរផងកុំឲ្យការលះបង់របស់ពួកគាត់คล้ายជាអាសាបង់ក្មេងៗជំនាន់ក្រោយមិនដឹងពីសង្គ្រាមឆ័ត្រដ៏ឈឺចាប់នេះទេនៅថ្ងៃទី13ខែសីហាឆ្នាំ1943បារាំងបានបង្ខំឲ្យកូនខ្មែរកែប្រែអក្សរខ្មែរឲ្យទៅជាអក្សរឡាតាំងដូចជាអក្សររបស់យួននាពេលបច្ចុប្បន្ននេះបើកាលនោះខ្មែរមិនតស៊ូទេកូនខ្មែរបច្ចុប្បន្ននេះគ្មានថ្ងៃស្គាល់អក្សរខ្លួនឯងទេដែលល្មមកូនខ្មែរដែលនិយមសរសេរសំនៀងខ្មែរជាអក្សរឡាតាំងមានស្មារតីស្រឡាញ់អក្សរជាតិខ្លួនឯងដែលតួអក្សរនីមួយៗគឺប្រៀបបាននឹងព្រលឹងបុព្វបុរសស្ថិតនៅក្នុងនោះឈាមរបស់មហាបុព្វបុរសខ្មែរបានកប់នៅក្នុងតួអក្សរដែលថៃឲ្យឈ្មោះថាអក្សរទេពព្រោះតែអក្សរខ្មែរជាអក្សរទេពមានសំនៀងគ្រប់ខ្យល់របស់ភាសាលើពិភពលោកថៃមិនមានសូរគ្រប់ដូចខ្មែរទេព្រោះគេចម្លងពីខ្មែរថៃបានសាក់លបងចាយ័ន្តដោយអក្សរថៃតែគ្មានសិទ្ធិអំណាចដូចតួអក្សរខ្មែរនោះទេថៃឲ្យតម្លៃអក្សរខ្មែរជាអក្សរទេពចុះកូនខ្មែរវិញតើពិបាកសរសេរណាស់មែនទេតើវាពិបាកជាងការឈឺចាប់របស់បុព្វបុរសខ្មែរដែលបានយកជីវិតឈាមស្រស់តស៊ូឲ្យថែរក្សាអក្សរខ្មែរនេះទៅឬបដិវត្តឆ័ត្រឬសង្គ្រាមឆ័ត្រឆ្នាំ1942បន្ទាប់ពីបារាំងចាប់ខ្លួនលោកអាចារ្យហេមជីវនិងលោកនួនឌួងនៅថ្ងៃទី20ខែកក្កដាឆ្នាំ1942លោកសឹងងប់ថាញ់រួមជាមួយលោកបាច់ឈឿនលោកប៊ុនច័ន្ទមុលព្រះភិក្ខុប៉ាន់ខាត់និងព្រះភិក្ខុខៀវជុំជាដើមបានដឹកនាំពលរដ្ឋរាប់រយនាក់និងព្រះសង្ឃរាប់រយអង្គដង្ហែក្បួនធ្វើមហាបាតុកម្មដើរដេដាស់ពេញទីក្រុងភ្នំពេញដើម្បីទាមទារការដោះលែងរបស់អ្នកទាំងពីរមកវិញលោកសឿងងប់ថាញ់ជាអ្នករត់ការតាក់ទងទៅតបជប៉ុនដើម្បីសុំជំនួយលោកសឿងងប់ថាញ់បានប្រកាសប្រាប់បាតុករទាំងអស់ឲ្យនាំគ្នាចូលរួមធ្វើបាតុកម្មដោយអហិង្សាត្រូវខំអត់ធ្មត់ទោះបីជាតបបារាំងវាយតបក៏ដោយព្រោះតបជប៉ុនអាចជួយរកខុសត្រូវឲ្យបានប្រសិនបើកាលណាក្រុមបាតុករមិនប្រើអំពើហិង្សានៅថ្ងៃបាតុកម្មនោះព្រះសង្ឃបានចេញគ្រប់វត្តចិត្តឆ្ងាយមកផ្ដុំគ្នានៅវត្តលង្កាមួយកន្លែងវត្តអូណាឡោមមួយកន្លែងទៀតទើបចេញដំណើរក្បួនដើរតម្រង់ទៅកាន់រេស៊ីដង់របស់បារាំងនៅខាងលិចវត្តភ្នំដោយរបៀបរៀបរយនៅខាងមុខក្បួនមានបដាសរសេរថាសូមដោះលែងលោកអាចារ្យហេមជីវនិងលោកនួនឌួងដោយពាក្យជ័យយោព្រះពុទ្ធសាសនាជាដើមលោកបាច់ឈឿនជាអ្នកនាំមុខហ្វូងបាតុកម្មនោះពេលទៅដល់រេស៊ីដង់បារាំងមិនព្រមបើកទ្វារឲ្យចូលពីគ្រោះកាលឡើយក៏កើតមានការរុញច្រានគ្នាទៅវិញទៅមកបាតុកររុញប៉ូលីសបារាំងទៅមុខពួកប៉ូលីសបារាំងក៏រុញថយក្រោយមកវិញឯលោកបាច់ឈឿនក៏បានចូលខកទៅក្នុងទីនោះក៏ត្រូវពួកគិញបារាំងចាប់អូសចូលទៅបាត់កាលនោះបាននាំឲ្យបាតុករខាងក្រៅកើតជាការជ្រួលច្របល់ស្រែកថាវាចាប់គ្នាយើងទៅម្នាក់ទៀតហើយវាមិនចរចាជាមួយយើងទេយើងត្រូវចូលទៅរំដោះគ្នាយើងមកវិញពេលនោះហើយក៏មានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងដោយខាងបារាំងមានដំបងខាងបាតុករមានកូនតឹងនិងព្រះសង្ឃមានឆ័ត្រស្ទើរគ្រប់ដៃបានវាយគ្នារត់ខ្ចាត់ខ្ចាយដោយបាតុកម្មនោះបានคล้ายជាអំពើអនាធិបតេយ្យនិងហិង្សាខុសការគ្រោងទុកបែបនេះទើបកងទ័ពជប៉ុនមិនហ៊ានលូកដៃចូលដោយសារបាតុកម្មមានប្រសង់ជាច្រើនរយអង្គបានប្រើឆ័ត្រជាអាវុធតដៃទៅនឹងទាហានបារាំងដូច្នោះទើបបានហៅបាតុកម្មទាមទារការដោះលែងលោកអាចារ្យហេមជីវនិងលោកនួនឌួងនោះថាជាបាតុកម្មយ៉ាងធំបង្អស់ដំបូងរបស់ប្រជាពលរដ្ឋខ្មែរទើបធ្វើឲ្យបាតុកម្មនោះទទួលបានបរាជ័យដោយហេតុថាបាតុករក៏មិនដែលមានបទពិសោធន៍បែបនេះទាល់តែសោះមិនត្រឹមតែមិនអាចរំដោះលោកអាចារ្យហេមជីវនិងលោកនួនឌួងប៉ុណ្ណោះទេថែមទាំងធ្វើឲ្យមេបាតុករជាច្រើនត្រូវបានបារាំងចាប់ខ្លួនជាបន្តបន្ទាប់មានដូចជាលោកបាច់ឈឿនបន្ទាប់មកគឺលោកប៉ុចច័ន្ទបន្ទាប់មកគឺលោកប៉ុនច័ន្ទមុលព្រះភិក្ខុប៉ាន់ខាត់ជាដើមរួចបញ្ជូនឲ្យទៅជួបគ្នានៅកុកកោះត្រឡាចទាំងអស់រីឯលោកសឿងងប់ថាញ់ក៏ត្រូវភៀសខ្លួនទៅក្រុងបាងកកបន្ទាប់មកក៏បានភៀសខ្លួនទៅប្រទេសជប៉ុនអស់មួយរយៈកាលក្មេងៗជំនាន់ក្រោយមិនដឹងពីសង្គ្រាមឆ័ត្រដ៏ឈឺចាប់នោះទេនាថ្ងៃទី13ខែសីហាឆ្នាំ1943បារាំងបង្ខំឲ្យខ្មែរកែប្រែអក្សរទៅជាអក្សរឡាតាំងដូចជាអក្សរយួនបច្ចុប្បន្ននេះបើកាលនោះខ្មែរមិនតស៊ូនោះទេ
កូនខ្មែរបច្ចុប្បន្ននេះគ្មានថ្ងៃស្គាល់អក្សរខ្លួនឯងនោះឡើយលំមកូនខ្មែរដែលនិយមសរសេរសំនៀងខ្មែរជាឡាតាំងមានស្មារតីស្រឡាញ់អក្សរជាតិខ្លួនឯងដែលតួអក្សរនីមួយៗគឺប្រៀបបាននឹងប្រលឹងបុព្វបុរសស្ថិតក្នុងនោះឈាមមហាបុព្វបុរសខ្មែរបានកប់នៅក្នុងតួអក្សរដែលថៃឲ្យឈ្មោះថាអក្សរទេពព្រោះតែអក្សរខ្មែរជាអក្សរទេពមានសំនៀងគ្រប់ខ្យល់ភាសាលើពិភពលោកថៃមិនមានសូរគ្រប់ដូចខ្មែរនោះទេព្រោះគេចម្លងពីខ្មែរថៃបានសាកល្បងចាយ័ន្តដោយអក្សរថៃតែគ្មានឫទ្ធិអំណាចដូចតួអក្សរខ្មែរនោះទេថៃឲ្យតម្លៃអក្សរខ្មែរជាអក្សរទេពចុះកូនខ្មែរវិញតើវាពិបាកជាងការឈឺចាប់របស់មហាបុព្វបុរសខ្មែរដែលបានយកជីវិតនិងឈាមស្រស់តស៊ូឲ្យរក្សាអក្សរខ្មែរនេះទៅឬកុំចង់បានជីវិតងាយងាយពេកបើមិនចង់ឈឺចាប់នាពេលក្រោយស៊ូនើយមុនស្រណុកក្រោយកុំស្រណុកមុនវេទនាតាមក្រោយ